សេវាកម្មសហគមន៍តូចតាចដែលនៅតាមតំបន់នឹងរួមចូលកាបូរីភាពអង្អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីទីហោដូចជាការកត់ត្រារួមនឹងការស្វែងរកការគ្រប់គ្រងមតិនេះគឺជាភស្តុតាងមួយដែលបង្ហាញពីការពិតនៃសម្យ៉ាងមូលនៅក្នុងប្រទេសទោះជាយ៉ាងណាក៏ដោយការខិតខំប្រឹងប្រែងសហការឆ្ពោះទៅរកការពង្រឹងការរួមបញ្ចូលក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានការកើនឡើងនៃការរីកដុះដាលនៃការរៀបចំអាជីវកម្មសម្រាប់តម្រូវការផលប្រយោជន៍របស់ស្ត្រីសហគ្រិននៅក្នុងប្រទេសកម្ពុជាក៏យើងនៅមានការប្រឈមជាមួយនឹងភាពស្មុគស្មាញខ្លះនៅក្នុងសេដ្ឋកិច្ចសង្គមនិងសង្គមវប្បធម៌ដែលជះឥទ្ធិពលទៅលើការលើកកម្ពស់និងការពន្លឿនការជំរុញភាពអង្អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងប្រទេសកម្ពុជាអស់គ្នាដើម្បី Wi-Fi នេះវិស័យបច្ចេកដែលបានជួយបង្កើនសមត្ថភាពរបស់ស្ត្រីចូលរួមក្នុងការប្រកួតប្រជែងទាំងក្នុងស្រុកនិងលើឆាកអន្តរជាតិហើយអាចឲ្យស្ត្រីបានហិរញ្ញប្បទាននិងព័ត៌មាននានាអំពីទីផ្សារសម្រាប់ផលិតផលរបស់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថាសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតហើយយកចំណេះដឹងទាំងនេះទៅចែករំលែកដល់សហការីរ៉ែដំលោកជំទាវអស់លោកស្រីវគ្គបណ្ដុះបណ្ដាលរយៈពេល3ថ្ងៃដែលចូលរួមចំណែក APCICT is a regional institution of United Nations ESCA. Not everyone lives in a place where connectivity is available. Not everyone knows how to fully benefit from digital technologies. Through Wi-Fi, the Wi-Fi will be able to anyone who would like to be part of this important initiative is welcome to join. សូមអរគុណដល់ជំរុញនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងនិងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់គាត់ផងប៉ុន្តែអត្ថប្រយោជន៍ទាំងអស់នេះដែលបានផ្ដល់ទៅដល់សហគ្រាសភាពជាស្ត្រីបានល្អប្រសើរនោះលុះត្រាតែការបដិបដាលដល់ស្ត្រីនេះបានសហការគ្នាល្អប្រសើរមានន័យថាយើងប្រើប្រាស់អន្តរក្រសួងពាក់ព័ន្ធដែលចាំបាច់ត្រូវធ្វើក្រសួងមួយស្ថាប័នមួយមិនអាចសម្រេចបានទេអញ្ចឹងត្រូវប្រើរួមគ្នាដូចជាក់ស្ដែងថ្ងៃនេះតាមរយៈភាពជាម្ចាស់នៃសហគ្រិនចង់និយាយថាស្ត្រីត្រូវតែមានគណៈកម្មការភូមិលទ្ធផលមួយដែលជាអ្នកគ្រប់គ្រងនៃសហគ្រាសធុនតូចមធ្យមហើយមានក្រសួងកិច្ចការនារីច្រើនហើយមានក្រសួងទូរគមនាគមន៍ប្រៃសណីព្រមទាំងមានការជួយឧបត្ថម្ភពីលោកស្រីវិធានវិជ្ជមណ្ឌលសហគមន៍ព័ត៌មានអន្តរជាតិប្រធានវិជ្ជមណ្ឌលបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានដើម្បីអភិវឌ្ឍនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអាកាសជាតិបន្តកិច្ចការនេះនៅកម្ពុជា